ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនចាចូលទៅទស្សនាចាវាំងចាស់នៅក្រុងអង្គរធំបងប្អូនចានេះគឺជាខ្លោងទ្វារចូលព្រះបរមរាជវាំងចាយើងឃើញថានៅខ្លោងទ្វារចូលទិសខាងកើតនេះគឺនៅស្រស់ស្អាតច្រើនបងប្អូនចាទទួលការខូចខាតតែបន្តិចបន្តួចទេចាយើងចូលមកដល់ខាងក្នុងហើយនៅខាងឆ្វេងដៃគឺឃើញមានចាជាប្រាសាទទូចចំនួន6ដែលបាក់រលំបាត់បង់ខាងលើហើយនៅសល់តែខាងក្រោមទេបងប្អូនចាហើយកន្លែងនេះគេសន្និដ្ឋានថាប្រហែលជាកន្លែងដាក់សម្ភារៈផ្សេងចាទូចនៅចិត្តគ្នា4ហើយនៅខាងក្រោយនោះ2ទៀតចាចម្លែកទីនេះគឺយើងមើលទៅដូចជាព្រះពន្លាដូចជាឆាកអ្វីមួយអញ្ចឹងបងប្អូនតាប៉ុន្តែបើតាមអ្នកស្រាវជ្រាវគាត់សរសេរនឹងសិភៅគាត់ថាអាចជាកន្លែងសម្រាប់ទុកទទួលភ្ញៀវអិសរយុផ្សេងចាដោយសារតែយើងឃើញនៅសល់តែខឿនហ្នឹងដោយសារប្រហែលជាខាងលើគឺសាងសង់អំពីឈើអញ្ចឹងយុគកាលយូរឆ្នាំទៅគឺបានបាត់បង់អស់ហើយចានៅសល់តែខឿនទេចាបន្ទាប់ពីយើងដើរមកខាងក្នុងរៀងឆ្ងាយបន្តិចនៅខាងស្ដាំដៃយើងនឹងឃើញមានស្រះ2ដែលគេច្រើនហៅថាស្រះស្រីនិងស្រះប្រុសចាគឺពិតជាមានសម្រស់ស្រស់ស្អាតមែនទែនចាបន្ទាប់ពីមានស្រះស្រីស្រះប្រុសហើយយើងនឹងឃើញមានប្រាសាទដ៏ធំមួយចានៅខាងឆ្វេងដៃចាគឺប្រាសាទភិមានអាកាសចាដែលជាប្រាសាទរាជរបស់ព្រះមហាក្សត្រក្នុងការធ្វើពិធីបួងសួងផ្សេងចាគឺព្រះមហាក្សត្រយាងមកប្រាសាទភិមានអាកាសដើម្បីធ្វើពិធីចំពោះវាំងរបស់ព្រះរាជាគឺនៅខាងក្រោយនឹងប្រាសាទភិមានអាកាសបងប្អូនចានៅក្នុងបរិវេណនៃវាំងចាស់គឺយើងសង្កេតឃើញមានស្រះទឹកច្រើនមែនទែនបងប្អូនចាស្រះខ្លះក៏យើងមើលទៅឃើញដឹងថាស្រះខ្លះក៏ដីលុបនៅសល់រាក់សឹងតែមិនដឹងថាជាស្រះទឹកបងប្អូនចាហើយក៏មានយើងចូលមកដល់ខាងក្នុងរៀងឆ្ងាយបន្តិចយើងនឹងឃើញមានអណ្ដូងទឹកបុរាណមួយចាដែលសាងសង់អំពីថ្មបាយក្រៀមចាគឺស្រស់ស្អាតមែនទែនប៉ុន្តែมันមានទឹកនៅសេសសល់ទេតែបើសិនជាខែវស្សាភ្លៀងធ្លាក់ខ្លាំងជោគជាំប្រហែលជាអាចមានទឹកបងប្អូនចានេះហើយគឺជាអណ្ដូងបុរាណគឺស្រស់ស្អាតមែនទែនចានៅបរិវេណជុំវិញព្រះរាជដំណាក់របស់ស្ដេចគឺសម្បូរទៅដោយស្រះទឹកហើយក៏មានអណ្ដូងនេះមួយថែមទៀតចាបើតាមមគ្គុទ្ទេសក៍គាត់និយាយអណ្ដូងនេះគឺមានជម្រៅជ្រៅទៅខាងក្នុងទៀតបងប្អូនចាមិនមែនរាក់តែប៉ុណ្្នឹងទេប៉ុន្តែមិនដឹងថាយ៉ាងម៉េចបានជាខាងអាជ្ញាធរនិងខាងអភិរក្សមិនបានបន្តជីកទៅខាងក្រោមទៀតចាឥឡូវយើងចូលមកដល់ទីនេះចាគឺជាទីធ្លាបរិវេណព្រះបរមរាជវាំងតែម្ដងគឺធំមែនទែនពុកម៉ែបងប្អូនចាយើងមើលមិនដឹងថាជាកន្លែងអ្វីទេបងប្អូនចាដោយសារតែបាក់បែកអស់នៅសល់តែថ្មរប៉ាត់រប៉ាយពាសពេញផ្ទៃដីតែម្ដងចាបន្តទៅខាងក្រោយទៅខាងក្រោយយើងនឹងឃើញមានកំពែង2ជាន់ពុកម៉ែបងប្អូនចាមានកំពែង1ជាន់ហើយចន្លោះប្រហែលជា5-6 ម៉ែត្រយើងនឹងឃើញកំពែងមួយទៀតចាដែលទទួលនៅរងនៅការបាក់បែកអស់ច្រើនដែរចាមាន2ជាន់ចាពេលដែលយើងចូលមកទស្សនានៅព្រះបរមរាជវាំងចាស់នេះហើយគឺមានអារម្មណ៍ស្រស់ស្រាយនិងរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតចាដើមឈើស្លឹកខៀវស្រងាត់តែម្ដងចាឥឡូវយើងដើរមកដល់កំពែងទី1ហើយនេះបងប្អូនចាគឺជាកំពែងព្រះបរមរាជវាំង
ជាកំពែងទី1ចានោះគឺជាកំពែងទី2ហើយបងប្អូនចានោះមើលទៅគឺនៅរឹងមាំច្រើនបងប្អូនចាមិនសូវជាមានការខូចខាតទេចាពិតជាស្រស់ស្អាតមែនទែនពេលដែលចូលមកដល់ព្រះបរមរាជវាំងចាស់នេះគឺមានអារម្មណ៍ថាដូចជាយើងដើរទេសចរនៅក្នុងព្រៃអញ្ចឹងដែរបងប្អូនចាមានអារម្មណ៍សប្បាយនិងរីករាយនៅគយគន់នៅទេសភាពដ៏ស្រស់ស្អាតទាំងនេះចាបន្តិចទៀតនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅទស្សនានៅខឿនដែលសេសសល់ជាខឿនព្រះរាជដំណាក់របស់ព្រះរាជាចាចាវាំងចាស់នេះដែរគឺមានខ្លងទ្វារចូលចំនួន4បងប្អូនចាគឺនៅខាងកើតខាងលិចខាងជើងនិងខាងត្បូងចំណែកខាងជើងគឺយើងឃើញមាន2បងប្អូនចាចំពោះខ្លងទ្វារខាងត្បូងគឺកំពុងតែធ្វើការជួសជុលចាយើងមិនអាចចូលទៅទស្សនាបានទេនឹងមានខ្លងទ្វារទូច2ទៀតនៅតាមជញ្ជាំងចាប៉ុន្តែបច្ចុប្បន្នត្រូវបានយកថ្មបិទចិត្តឲ្យបងប្អូនចាឥឡូវយើងកំពុងតែធ្វើដំណើរទៅកន្លែងព្រះរាជដំណាក់របស់ព្រះរាជាហើយចាគឺនៅខាងមុខនោះពុកម៉ែបងប្អូនចានោះនៅខាងមុខព្រះរាជដំណាក់របស់ស្ដេចក៏មានស្រះទឹកមួយទៀតដែរបងប្អូនចាហើយនៅគៀនខាងឆ្វេងដៃក៏មានស្រះទឹកមួយដូចគ្នាចាគឺសម្បូរស្រះច្រើនតែម្ដងចានេះគឺជាស្រះប៉ុន្តែត្រូវបានកោកអស់ហើយមិនមានទឹកទេចាឥឡូវយើងមកដល់ព្រះរាជដំណាក់របស់ព្រះរាជាហើយចាគឺនៅសេសសល់តែខឿនថ្មទេនឹងមានចម្លាក់ឆ្លាក់ជុំវិញនឹងតែម្ដងពិតជាស្រស់ស្អាតហើយក៏ពិតជាគួរឲ្យសោកស្ដាយមែនទែនដោយសារតែចាព្រះបរមរាជវាំងត្រូវបានបាក់ខ្ទេចខ្ទីអស់ហើយនៅសល់តែខឿនថ្មទេចាដោយសារតែយើងយកឈើធ្វើអញ្ចឹងហើយគឺมันអាចរក្សាទុកបានរាប់រយរាប់ពាន់ឆ្នាំដូចដុំថ្មទេពុកម៉ែបងប្អូនចាចំពោះនៅកន្លែងព្រះរាជដំណាក់របស់ព្រះមហាក្សត្រក៏មានបងប្អូនមួយចំនួនគាត់មានជំនឿជឿនៅទីនេះគឺគាត់តែងតែមកបន់ស្រន់ចាជាក់ស្ដែងពេលដែលនាងខ្ញុំបានមកថតវីដេអូជូនបងប្អូនទស្សនានេះគឺបានឃើញបងស្រីបងប្រុសចាគាត់យកសំណែនមកសែនហើយធ្វើការបួងសួងចានេះគឺជាខ្លងទ្វារខាងត្បូងដែលគេកំពុងហុំព័ទ្ធធ្វើការជួសជុលចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូដែលនាងខ្ញុំបង្ហាញពុកម៉ែបងប្អូនអំពីចាព្រះរាជាវាំងចាស់បានដល់ទីបញ្ចប់ដែរចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូ